Bà xua đấy bóng bóng tỏ khía Khăn ngày này khi mình mì riêng muối bằng hai bóng bóng tiện tông từ nâng ca boot Windows tam flash và Windows 7 và việc boot Windows 7 tam flash chẳng nơi để bóng bóng chạy boot Windows 7 tam flash Windows 8 Windows 10 rồi cả Windows XP và đặc biệt mình hà đặc biệt việc đôi kia đấy chẳng bóng bóng chạy từ Windows 7 và Windows tầng nó có thừa đôi kia đấy và chẳng chia tầm 4 khi mà muốn đăng nhập boot Windows về tam flash nó cứ dừng trời format flash USBនឹងសិនបាទនេះយើងចូលកន្លែង Windows Explorer នេះមកបងប្អូនដុត flash ចូលរួចហើយនេះចុចបាទនេះឲ្យចំលើ flash របស់យើងយក mouse ស្ដាំបាទនេះយកពាក្យថា format តោះមកបងប្អូនគ្រីសកន្លែង quick format នេះមកវាគ្រីសស្រាប់ហើយអញ្ចឹងបងប្អូនចុចលើ start បាទយក OK បាទចុច OK មកហើយបងប្អូនចុច OK close បាទចឹងបន្ទាប់ពីបងប្អូនបាន format flash រួចហើយបាទបងប្អូនត្រូវមានកម្មវិធីមួយឈ្មោះថា Power ISO បាទអញ្ចឹងបងប្អូនអាច download តាមអ៊ីនធឺណិតមកបាទអញ្ចឹងយើងចូលទៅកម្មវិធីមួយឧទាហរណ៍ខ្ញុំចូលទៅកម្មវិធី Firefox អញ្ចឹងបាទបន្ទាប់មកនេះបងប្អូនវាយ website របស់ Power ISO ហ្នឹងមកបាទអញ្ចឹង www. បាទនេះ Power ISO.com បាទនេះអញ្ចឹងយើងចុច enter មួយមកបាទបន្តមកទៀតនេះបងប្អូននៅកន្លែងនេះចុចលើពាក្យថា download now បាទនេះបាទចុចលើនឹងមកបាទអញ្ចឹងបាទមាន2 Power ISO ទី1គឺ32 bit ទី2គឺ64 bit អញ្ចឹងបើសិនបើ Windows របស់បងប្អូនហ្នឹងតម្លើង Windows 7 ដែល32 bit បាទអញ្ចឹងបងប្អូនយកនេះយក Power ISO 32 bit ដែរមកហើយសិន Windows 7 Windows របស់យើង64 bit បងប្អូនយក64 bit អញ្ចឹងសួរថា32ឬ64 bit ហ្នឹងបងប្អូនលើមើលទៅចំណុចណានៅក្នុង Windows របស់យើងអញ្ចឹងបងប្អូនអាចចុចលើ Start បាទនេះយកពាក្យថា mouse ស្ដាំលើ computer យើងយកពាក្យថា property បាទបន្តមកទៀតនេះបងប្អូនបានឃើញហើយបាទនេះ system type របស់យើងហ្នឹងចឹងមើល32 bit operating system នេះកន្លែងនេះបើសិនបើចំណុចនេះបងប្អូនឃើញ64 bit ចឹងបងប្អូន download យក Power ISO 64 bit ដែរបានវា support ជាមួយនឹង Windows របស់យើងបាទចឹងបើសិនបើ Windows របស់បងប្អូន32 bit បងប្អូនត្រូវ download បាទយក Power ISO ហ្នឹង32 bit ដែរបាទនេះចំណុចនេះបងប្អូនត្រូវមើលចំណុចនេះបាទអញ្ចឹងខ្ញុំខ្វែងចេញតបមកខ្ញុំចុចលើពាក្យថា download Power ISO version 6.3 32 bit បាទខ្ញុំចុចចំណុចនេះមកបាទនេះវាឲ្យយើង save ហើយបាទនេះបងប្អូនចុចលើពាក្យថា save file បាទនេះអញ្ចឹងចំណុចនេះកំពុងតែដំណើរការហើយបន្ទាប់មកបងប្អូនរងចាំបន្តិចបាទបាទអញ្ចឹងដល់ចប់ហើយអញ្ចឹងយើងចុចទៅលើសញ្ញាព្រួយនឹងមួយមកនេះបងប្អូននេះបាទចុចនៅចំណុច open នេះមួយអញ្ចឹងយើងនឹងឃើញកន្លែងដែលយើង download ហើយបាទនេះអញ្ចឹងមកស្ដាំបាទយើងអាច copy យកទៅដាក់ទុកបាទនៅក្នុងនៅក្នុង folder របស់យើងមកបាទនេះបាទនេះអញ្ចឹងខ្ញុំបាន Power ISO ហើយបាទអញ្ចឹងបន្តមកទៀតយើងតម្លើងកម្មវិធីនឹងមកបាទនេះខ្ញុំអាចខ្វែងចោលបានហើយនេះខ្ញុំបានកម្មវិធីមកខ្ញុំចុចលើ Power ISO នឹងមកបាទហើយខ្ញុំចុច yes បាទអញ្ចឹងខ្ញុំចុចយកពាក្យថា I agree យកពាក្យថា install បាទនេះបាទហើយខ្ញុំចុច next មានន័យថា successful ហើយបាទនេះបាទហើយកន្លែងនេះខ្ញុំអាចនេះយកពាក្យថាបាទ auto amount on boot up បាទខ្ញុំអាចគ្លីកចំណុចនេះមួយទៀតហើយខ្ញុំយក select all ដើម្បីឲ្យគ្រប់ file ទាំងអស់បាទអានគ្រប់ file ទាំងអស់នៃ Power ISO ហ្នឹងអញ្ចឹងខ្ញុំចុច close បាទអញ្ចឹងបន្ទាប់ពីខ្ញុំបាន Power ISO ហើយខ្ញុំអាចឲ្យទៅជាបាទនេះ Power ISO ហើយមានន័យថាយើងបាន program Power ISO មកហើយអញ្ចឹងយើងអាចឲ្យវា run ជា administrator បាទនេះបងប្អូនគ្រាន់តែចុច mouse ស្ដាំមកយកពាក្យថា run as administrator បាទយើងមិនបាច់យកក៏បានដែរចំណុចនេះតែបងប្អូនយកចំណុចនេះក៏បានដែរបាទហើយយើងចុច yes មកបាទអញ្ចឹងនេះបងប្អូនមើល enter registration code នេះមួយទី2គេដាក់ថា continue unregister មានន័យថាបើសិនបើបងប្អូនមានលេខកូដទេយើងអាចដាក់ enter registration code នេះមក
តែបើសិនបើគ្មានទេយើងយក continue unregister មានន័យថាយើងមិនបាច់ដាក់លេខកូដក៏បានដែរបាទតែបើសិនបើយើងមានបងប្អូនយកកន្លែង enter បាទបើគ្មានក៏យើងអាចប្រើកម្មវិធីនឹងបានដែរបាទហើយអ្នកខ្ញុំយកកន្លែង key power ISO នឹងមកបាទ key ទាំងអស់ហ្នឹងយកមួយណាក៏បានដែរបាទត្រូវគ្នាទាំងអស់បាទចុច mouse ស្ដាំមានតែ select លើវាមក select លើ key របស់យើងហ្នឹងអញ្ចឹងបងប្អូនចុច mouse ស្ដាំយកពាក្យ copy បាទបន្ទាប់មកនេះយើងបញ្ចូលមក mouse ស្ដាំ paste បាទបន្ទាប់មកទៀតនេះយើងយកឈ្មោះវាមកនេះ PC underscore ISO នេះបាទយក copy ទៀតមកតើមកយើងចុចឡើងនេះ mouse ស្ដាំ paste បាទតើមកបងប្អូនចុចលើ អូខេសំទោសបាទនេះចុចអូខេហើយនេះ thank you for your registration មានន័យថាយើងបានសម្រេចហើយបាទអូខេមកនេះអញ្ចឹងបាទបន្តមកទៀតនេះយើងបានកម្មវិធី Power ISO នេះមួយហើយបាទនេះខ្ញុំខ្វែងចោលអញ្ចឹងនៅចំណុចនេះយើងអាចបន្តមកទៀតដើម្បីអាច boot flash នឹងបានបងប្អូនត្រូវមាន Windows 7 នឹងមួយដែលយើងបាន download ពីអ៊ីនធឺណិតអញ្ចឹងទៅបាទឬក៏បើសិនបងប្អូនចង់ Windows 8ចង់តម្លើង Windows 8ចូល flash boot Windows 8ចូល flash ឬក៏ចង់ boot Windows 10បាទរបៀបធ្វើដូចគ្នាបងប្អូនគ្រាន់តែចុចលើ tool បាទនេះបន្ទាប់មកនេះបងប្អូនយកពាក្យថា create bootable USB drive នេះយកចំណុចនេះបាទនេះបាទបន្ទាប់មកទៀត source image file នេះគឺបងប្អូនទៅរើសយកជ្រើសរើសយក Windows របស់យើងបាទតើ Windows ដែលបងប្អូនចង់ boot ចូល flash ហ្នឹង Windows 7 ឬ Windows 8 ឬក៏ Windows 10 អញ្ចឹងទៅឬក៏ XP អញ្ចឹងទៅបាទនេះអញ្ចឹងចុចកន្លែង open នេះមកបាទកន្លែងយើង source image file នេះបាទចុចហើយនេះបងប្អូនឃើញហើយនេះមាន Windows បាទនេះ Windows 8 Windows 10 ឬក៏បាទនេះ10បាទនេះ Windows 8មាន Windows 7 ច្រើនបាទនេះហើយនឹង XP អីទៀតអញ្ចឹងទៅអញ្ចឹងខ្ញុំអាចយក Windows 7 full អញ្ចឹងនេះ full ISO បាទនេះខ្ញុំចុច open បាទអញ្ចឹងចំណុចនេះបងប្អូនត្រូវចងចាំនេះបើសិនបើយើងដោត external របស់យើងមួយទៀតអញ្ចឹងទៅនេះវាមានឈ្មោះ external របស់យើងមួយទៀតហើយនេះមួយនេះគឺ flash របស់យើងអញ្ចឹងបើបងប្អូនច្រឡំចុចលើ external របស់យើងនេះ external ខាងក្រៅរបស់យើងហ្នឹងបងប្អូននឹងបាត់ឯកសារទាំងអស់នៅក្នុង external ហើយបានតែ Windows នឹងមួយឯងបានតែ Windows ដែលយើង boot ដាក់ external នឹងមួយឯងអញ្ចឹងបងប្អូនត្រូវ complete បើសិនយើងដោតយើងត្រូវ select លើ flash របស់យើងបាទនេះ Jet Flash Transcan បាទនេះយើងចុចលើហ្នឹងមកបាទបន្តមកទៀតអស់ហើយយើងជ្រើសរើសយកតែប៉ុណ្ណឹងបន្ទាប់មកបងប្អូនចុចលើពាក្យថា start បាទនេះចុចកន្លែងនេះបាទឃើញទេនេះចំណុចនេះបងប្អូនអាច boot Windows 8 Windows 7 ឬ Windows Vista នេះឬក៏បងប្អូនអាច boot Windows XP បានទៀតបាទអញ្ចឹងមិនថា 10 មិនថា8មិនថា Windows 7 ទេបងប្អូនអាច boot បានដូចគ្នាបាទរបៀបតែមួយទេអញ្ចឹងបងប្អូនចុចលើ start មកបាទនេះចំណុចនេះគេសួរយើងគេថាបាទនេះគេសួរថា all data in the USB drive will be written do you want to continue អញ្ចឹងគេសួរថាពេលដែលបើយើងបន្តមានន័យថាឯកសារក្នុង flash របស់យើងហ្នឹងគឺត្រូវបានលុបទាំងស្រុងតែម្ដងបាទត្រូវបានលុបហើយអញ្ចឹងយើងចុចអូខេបាទនេះបាទអញ្ចឹងមានន័យថាមានកម្មវិធីកំពុងតែដំណើរការហើយបាទនេះនៅចំណុចនេះអញ្ចឹងនៅពេលដែលដើរបានចប់សពគ្រប់យើងចុច close ទៅហើយយើងអាចយក Windows 7 ដែលយើង boot ចូល flash ហ្នឹងបាទទៅ boot ជា Windows បានហើយអញ្ចឹងនៅក្នុងហ្នឹងបងប្អូនឧទាហរណ៍ថាយើងប្រើ computer ដែលអត់មាន CD-ROM អញ្ចឹងទៅឬក៏ computer របស់យើងហ្នឹងខូច CD-ROM អញ្ចឹងបងប្អូនអាចធ្វើវិធីនេះបាទមានន័យថាយើង boot Windows តាម flash ហើយយើងយកទៅboot ជា Windows បានជា Windows បានអញ្ចឹងមានន័យថាងាយស្រួលក្នុងការ set up តម្លើង Windows បាទអញ្ចឹងយើងរងចាំឲ្យដំណើរការចប់បាទខ្ញុំនឹងបង្រៀនបងប្អូនអំពីរបៀប set up Windows បាទតាម flash ហ្នឹងតើយើង set up យ៉ាងម៉េចបាទ
con rồi bạn ê bạn đi Vinh để đặt con đi đặt con la ơi vừa này à con nó xên cho con bốn cái đại nè cái này chơi thì cút đấy chơi từ lê lơ nó còn đây à chờ cái gì con spawn mấy gì con spawn này người ta đừng sẽ bá xù kia bó vậy từ 10 bác trên đấy nhỉ